បាទព័ត៌មានជប់នេះអ៊ីរ៉ង់ប្រកាសទាត់ចោលការចរចាជាមួយនឹងអាមេរិកហើយបាទការប្រកាសនេះធ្វើដោយលោកអាលីឡារីយ៉ានីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ហើយលោកបានទាត់ចោលការចរចាជាមួយរដ្ឋបាលលោកដូណាល់ត្រាំហើយលោកលីរីយ៉ានីនឹងបានថ្លែងថាការសម័យសម័យរបស់លោកត្រាំនឹងបានធ្វើឲ្យមជ្ឈមបូព៌ាកំពុងធ្លាក់ទៅក្នុងភាពចលាចលបាត់ទៅហើយនឹងបង្កភាពភ័យខ្លាចថាកងទ័ពអាមេរិកនឹងស្លាប់បន្ថែមនេះជាការចំអករបស់លោកឡារ៉ាយ៉ានីបាទហើយការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលកាលពីចុងសប្តាហ៍បាទនៅមូលដ្ឋានហើយនឹងក្នុងទីក្រុងអេរ៉ង់ក៏ដូចជាតាមទីក្រុងផ្សេងៗដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលហ្នឹងហើយបន្ទាប់ពីការចរចានុយក្លេអ៊ែរត្រូវបានបរាជ័យផងដែរបាទនិយាយទៅគ្រាន់តែបរាជ័យភ្លាមអាមេរិកនិងអ៊ីស្រាអែលវាយប្រៅតែម្ដងអត់ចាំអីយូរទេបងប្អូនហើយក្នុងនោះសមាជិកយោធាអាមេរិកបានស្លាប់នឹងរងរបួសយ៉ាងហោចណាស់ទៅ3ទៅ5នាក់បាទអញ្ចឹងវារៀងច្រើនដែរតែចំនួនពិតយើងអត់ដឹងថាប្រមាណទេតែវារៀងធ្ងន់ធ្ងរដែរប្រតិបត្តិការនេះហើយអ៊ីរ៉ង់ក៏បានប្រកាសវិញផងដែរថានឹងសងសឹកអាមេរិកបាទដោយប្រើមីស៊ីលបាឡីស្ទិកក៏ដូចជាដ្រូនកាមីកាសេអីមួយចំនួនផងដែរដ្រូនអត្តឃាតដែលបងប្អូនឃើញស្រាប់ហើយថាឃើញបានវានៅទីក្រុងអាប៊ូដាប៊ីក៏ដូចជាអារ៉ាប់អ៊ីម៉ារ៉េតគុយវ៉ៃតអីដល់ក៏វាយច្រើនមែនតើវាប្រហាចន់គោលដៅនិយាយទៅអ៊ីរ៉ង់នៅពេលនេះគឺ9ទល់នឹង1ទល់9ហើយបាទហើយតែបាទអនាគតទៅបារាំងអាល្លឺម៉ង់អង់គ្លេសនឹងចូលរួមអាច9ទល់នឹង11បាទហើយនិយាយទៅមជ្ឈមបូព៌ាឥឡូវកំពុងតែកាត់ដៅខ្លាំងមែនតើហើយទីក្រុងតេរ៉ង់ហ្នឹងបានធ្វើយុទ្ធនាការជាបន្តដើម្បីសងសឹកទៅក្នុងសងសឹកទៅអាមេរិកបាទសងសឹកទៅទីក្រុង Washington បាទរហូតគិតចាប់តាំងពីថ្ងៃទី2មិនិនារហូតដល់3មិនិនានេះការវាយប្រហារក៏នៅតែខ្លាំងមែនទែនបាទដែលអាមេរិកវាយទៅអ៊ីរ៉ង់វាយទៅអាមេរិកវាយទៅវាយមកហើយអាមេរិកមានគោលបំណងផ្ដួលរដ្ឋាភិបាលអ៊ីរ៉ង់បាទហើយភាពតានតឹងនៅមជ្ឈមបូព៌ាហ្នឹងវាកើនឡើងខ្លាំងតែមែនតើណាបងប្អូនហើយសង្គ្រាមហ្នឹងបើមិនបញ្ឈប់ទេនឹងអាចកាន់តែរីកធំទៅតែម្ដងហ្នឹងខ្ញុំបាក់សម័យថាវានឹងអាចដល់សង្គ្រាមលោកឬក៏យ៉ាងណាបាទព្រោះអីពេលនេះ9ទល់នឹង1ហើយបងប្អូនហើយបាទអនាគតទៅយើងអត់ដោះស្រាយវាទេវាអាចនឹង9ទល់11ហើយតាមព័ត៌មានគឺថាចិនហើយនិងរុស្ស៊ីបានដឹកដៃគ្នាមកទៀតទៅកាន់អង្គការសហប្រជាជាតិផងដែរតែយើងអត់ដឹងថាយ៉ាងណាទេយើងចាំមើលទាំងអស់គ្នាទៅបាទព្រោះវាកាន់តែកើនឡើងខ្លាំងហើយសូម្បីតែប្រទេសកម្ពុជាយើងប្រទេសថៃប្រទេសវៀតណាមអីមានការព្រួយបារម្ភយ៉ាងខ្លាំងមែនតើបាទហើយចំនួននឹងដែរវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលតែម្ដងបងប្អូនគិតមើលទៅសូម្បីតែនៅប្រទេសកម្ពុជាយើងគាត់ទៅចាប់ផ្ដើមវាយគ្នាបានមួយថ្ងៃពីរថ្ងៃបងប្អូនឃើញសាំងរៀងឡើងមាសឡើងនិយាយទៅបើទៅខាងមុខទៀតរបស់របរប្រើប្រាស់មួយចំនួនទៀតវាអាចនឹងឡើងខ្លាំងមែនតើបងប្អូនដោយសារអីនៅច្រកសមុទ្រអុកមុខហ្នឹងពេលនេះខាងប្រទេសអ៊ីរ៉ង់បាទខាងប្រទេសអ៊ីរ៉ង់កំពុងតែត្រៀមបិទបាត់ទៅហើយនិយាយទៅគឺបិទតែម្ដងដែលធ្វើឲ្យវាមានការលំបាកក្នុងការដឹកជញ្ជូនដូរទៅផ្លូវផ្សេងក៏លំបាកខ្លាំងមែនតើបាទហើយច្រកសមុទ្រអុកមុខនេះវាសំខាន់ខ្លាំងណាស់បាទក្នុងការដឹកជញ្ជូនពីអាស៊ីទៅអឺរ៉ុបពីអឺរ៉ុបទៅអាស៊ីក៏ដូចជាទៅមជ្ឈមបូព៌ាផងដែរហើយនិយាយទៅវាធ្ងន់ធ្ងរខ្លាំងមែនតើបងប្អូនរយៈពេលតែត្រឹម 2-3 ថ្ងៃទេបងប្អូនឃើញសាំងឡើងអីឡើងហើយបើសិនជាមិនបញ្ឈប់ទេអនាគតទៅមិនដឹងថាទៅជាយ៉ាងណាទេបងប្អូនអាវ៉ាន់អាចនឹងឡើងខ្លាំងមែនទែនហើយបើនិយាយពីរឿងមាសវិញអាចនឹងឡើងដល់7ទៅ800ក៏អាចថាបានដែរបាទហើយចាំមើលបន្តិចទៀតខ្ញុំនឹងធ្វើការអាប់ដេតព័ត៌មានបន្ថែមបើសិនជាមានព័ត៌មានថ្មីបងប្អូន